ខ្ញុំជឿថាពុកម៉ែបងប្អូនពិតជាសប្បាយរីករាយមែនទែនជាពិសេសពុកម៉ែបងប្អូនដែលបានទិញនៅបុរីគម្រោងលេងនវត្រាផ្លូវជាតិ 6A និងគម្រោងជ្រែ100គឺពុកម៉ែបងប្អូនដែលបានចូលប្រជុំនិងជួបសំណេះសំណាលជាមួយនឹងអាដាមអបនាយករដ្ឋមន្ត្រីសៃសំអល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់កាលពីពេលកន្លងទៅចេញមកវិញគឺពុកម៉ែបងប្អូនសំដែងនៅក្តីសប្បាយរីករាយនិងសាទរញញឹមញញែមគ្រប់គ្នានោះពុកម៉ែបងប្អូនបានសំណេះសំណាលនិងជួបប្រសាសន៍ផ្ទាល់ជាមួយនឹងអាដាមអបនាយករដ្ឋមន្ត្រីវ័យក្មេងបាទពុកម៉ែបងប្អូនក៏បានផុសនៅលើបណ្ដាញសង្គមក៏សំដែងនៅក្តីសប្បាយរីករាយផងដែរចំពោះការរកដំណោះស្រាយជូនពុកម៉ែបងប្អូនដែលទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំបាទហើយនៅថ្ងៃនេះនៅលើ Facebook page ផ្ទាល់ខ្លួនរបស់អាដាមអបនាយករដ្ឋមន្ត្រីសៃសំអល់ក៏បានផុសសំណេរខ្លីមួយគឺក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានចុះពិនិត្យការដ្ឋាននិងវឌ្ឍនភាពនៃការសាងសង់ផ្ទះនិងការចាក់ដីក្នុងបុរីលេងនវត្រាគម្រោងផ្លូវជាតិលេខ 6A និងគម្រោងជ្រែ100គឺខ្ញុំគ្រាន់តែឃើញសំណេរនេះគឺខ្ញុំសប្បាយរីករាយជួបពុកម៉ែបងប្អូនហើយខ្ញុំជឿថាពុកម៉ែបងប្អូនដែលបានឃើញនៅការបង្ហោះនៅលើទំព័រ Facebook page របស់អាដាមអបនាយករដ្ឋមន្ត្រីសៃសំអល់ពុកម៉ែបងប្អូនសប្បាយចិត្តដូចគ្នាបាទព្រោះពន្លឺនៃការរងចាំនិងក្តីសង្ឃឹមពុកម៉ែបងប្អូននឹងខិតជិតចូលមកដល់ព្រោះពុកម៉ែបងប្អូនបានសំណេះសំណាលពុកម៉ែបងប្អូននឹងបានដឹងពីខ្លឹមសារអាដាមអបនាយករដ្ឋមន្ត្រីគឺមិនបានសន្យាទេប៉ុន្តែអាដាមអបនាយករដ្ឋមន្ត្រីគឺចូលខ្លួនដោះស្រាយជូនពុកម៉ែបងប្អូនតែម្ដងជាអតិថិជនរបស់បុរីលេងនវត្រាទាំងគម្រោងផ្លូវជាតិលេខ 6A និងគម្រោងជ្រែ100អញ្ចឹងទេខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនរងចាំតែបន្តិចទៀតអ្វីដែលពុកម៉ែបងប្អូនទន្ទឹងរង់ចាំបាទពិតជាទទួលបានជោគជ័យបាទតែសូមបងប្អូនផ្ដល់ពេលវេលាដើម្បីឲ្យក្រសួងធ្វើការដោះស្រាយបាទនិងចាត់ចែងជូនបងប្អូនរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាពិសេសក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដែលជាសេនាធិការបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដោះស្រាយជូនពុកម៉ែបងប្អូនដែលមានបញ្ហាពាក់ព័ន្ធនឹងដីធ្លីក៏ដូចជាបុរីអីហ្នឹងគឺខិតខំធ្វើការដោះស្រាយនៅក្នុងអាណត្តិទី1នីតិកាលទី7នេះខិតខំប្រឹងប្រែងដោះស្រាយទាំងការចុះបញ្ជីដីធ្លីការបញ្ចប់វិវាទនៅទូទាំងប្រទេសបាទទាំងវិវាទក៏ដូចជាបញ្ហារបស់ពុកម៉ែបងប្អូនដែលជួបនៅក្នុងករណីបុរីឬក៏ទិញដីលុយផ្សេងៗហ្នឹងខ្ញុំសប្បាយចិត្តមែនទែនគឺក្នុងនាមខ្ញុំជាប្រជាជនខ្មែរក៏ដូចជាក្នុងនាមខ្ញុំដែលធ្លាប់ជាជនរងគ្រោះម្នាក់បាទដែលបានទិញផ្ទះបាទចាញ់បោកពីបុរីមួយដែរអញ្ចឹងទេខ្ញុំឃើញវត្តមានរបស់អាដាមអបនាយករដ្ឋមន្ត្រីដែលបានចុះទៅពិនិត្យពីវឌ្ឍនភាពនៃគម្រោងសាងសង់ផ្ទះនិងចាក់ដីក្នុងបុរីលេងនវត្រាផ្លូវជាតិលេខ 6A និងជ្រែ100នេះខ្ញុំពិតជាសប្បាយរីករាយមែនទែនបាទហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនពិតជានឹងទទួលបានដំណោះស្រាយបាទស្រោមស្រពពេញចិត្តនឹងអ្វីដែលបងប្អូនចង់បាននៅក្នុងពេលឆាប់ខាងមុខនេះហើយយើងសង្ឃឹមជឿជាក់នៅលើដំណោះស្រាយរបស់រាជរដ្ឋាភិបាលក៏ដូចជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ហើយខ្ញុំជឿថាពុកម៉ែបងប្អូននឹងសប្បាយរីករាយនៅពេលដែលឃើញការបង្ហោះពីការចុះពិនិត្យដោយផ្ទាល់នៅក្នុងពេលនេះផងដែរ